កម្មវត្ថុចម្បងគឺការកម្ចែងកំណត់អំពីគោលការណ៍ចរិតនៅក្នុងរដ្ឋធម្មនុញ្ញជាពិសេសទាក់ទងនឹងការប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទោះក្រោមរូបភាពណាមួយក៏ដោយព្រោះការជ្រៀតជ្រែកខាងនយោបាយពីបរទេសចូលក្នុងការកិច្ចការផ្ទៃក្នុងរបស់កម្ពុជាត្រូវបានចាត់ទុកជាទម្រង់មួយដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យជាតិដែលជាដួងព្រលឹងនៃរដ្ឋឯករាជ្យមួយទី2ការកំណត់កាតព្វកិច្ចដែលមានតម្លៃរដ្ឋធម្មនុញ្ញចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបនិងគណៈបកនយោបាយទាំងអស់ឲ្យត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តីដោយប្រយោជន៍ក្តីដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជាតិណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរឡើយនិងទី3គឺការកែសមាជិកភាពគណៈរដ្ឋមន្ត្រីដោយកំណត់ថាសមាជិកភាពគណៈរដ្ឋមន្ត្រីគឺចាប់ពីរដ្ឋមន្ត្រីឡើងទៅគោលបំណងនៃការធ្វើវិសោធនកម្មលើកទី8គឺដើម្បីការពារផលប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាជាធំនិងទី2គឺប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជាក្នុងឋានៈជារដ្ឋឯករាជ្យ